ទី5នេះគឺបុគ្គលណាដែលកើតកំពុងកើតក្នុងខណៈទយៈសមាង្គីនៃសោតាបត្តមគ្គចិត្តបុគ្គលនោះឈ្មោះថាសោតាបត្តមគ្គដ្ឋានបុគ្គលខណៈទយៈសមាង្គីនឹងបានន័យថាការដល់ព្រមដោយខណៈទាំង3ទយៈហ្នឹងគឺ3ពួក3នៃខណៈតាមភាសាហ្នឹងមានន័យថាពួក3នៃខណៈនេះស្រួលស្ដាប់ទៅគឺខណៈទាំង3ខណៈទាំង3ហ្នឹងគឺឧបតៈថេតិភង្គៈខណៈចិត្តហ្នឹងក៏មាន3ខណៈហ្នឹងឯងអានឹងខាអនុខណៈក៏បានដែរតែយើងរៀនរួចហើយនៅក្នុងខាងដើមអនុខណៈនេះគឺមានឧបតៈថេតិនិងភង្គៈអញ្ចឹងអ្នកដែលបរិបូរណ៍ដោយខណៈទាំង3នេះអានឹងគឺឈ្មោះថាសោតាបត្តមគ្គដ្ឋានបុគ្គលហើយបានតែមួយខណៈប៉ុណ្ណឹងទេមគ្គ4មួយខណៈប៉ុណ្ណោះអត់មាន2ខណៈទេមគ្គអញ្ចឹងសោតាបត្តមគ្គដ្ឋានបុគ្គលនេះគឺមានតែត្រឹមមួយខណៈចិត្តប៉ុណ្ណោះហើយក៏រលត់ទៅបាត់ហើយតែពេលរលត់ទៅវាបុគ្គលហ្នឹងក៏ហៅថាជាសោតាបត្តផលដ្ឋានបុគ្គលវិញអានឹងនៅខាងក្រោយទៀតអញ្ចឹងម្សិលមិញគឺយើងកត់បាន5ចាប់ទៅតងរឿងបុគ្គលទាំងមនុស្សសត្វទេវតាទាំងអស់ព្រហ្មទាំងអស់ហៅថាបុគ្គលបានដូចគ្នាมันមិនហៅទៅលើស្អីផ្សេងក្រៅពីនាមរូបទេណាញាតិញោមទោះជាក្នុងកន្លែងខ្លះមានខណ្ឌ1កន្លែងខ្លះមានខណ្ឌ4អាហ្នឹងក៏ជានាមខ្លះរូបខ្លះក៏គឺសំដៅទៅដល់នាមរូបนั่นឯងនៅពេលខ្លះមានតែរូបខណ្ឌក៏មានអសញ្ញសត្វសញ្ញសត្វដែលมันមាននៅសញ្ញាការដឹងគឺសំដៅដល់ចិត្តនិងចេតសិកมันមានក្នុងទីនោះមានតែរូបហ្នឹងក៏មានន័យថាមានរូបទាំង28គ្រប់ទាំងអស់ទេមានតែរូបចំណែកខ្លះប៉ុណ្ណោះអានឹងគឺមានអានឹងគេហៅថាអេកវោការភូមិដែលមានខណ្ឌ1រូបខណ្ឌសុទ្ធអានឹងក៏សំដៅដល់រូបដែរហើយណាអានឹងក៏គេហៅបុគ្គលដែរព្រោះបដិសន្ធិបុគ្គលវាមានcòn là bậc sanh thí ở miền chật miền tây hay là về ti cái lại là miền khăn 4 là những dương đào đó rù bậc trùng đó chập vì này về sanh akasa nan chay tana phum vì nhiên nan chay tana phum mà kênh chay nhảy tana phum từ này về sanh nhà tana phum 4ហ្នឹងមានតែនាមខណ្ឌ4នេះអត់មានរូបខណ្ឌអាហ្នឹងក៏សំដៅទៅដល់បរមត្ថធម៌គឺនាមការដឹងអារម្មណ៍នឹងដែរត្រឡប់ចុះមកវិញពីរូបព្រំមានខណ្ឌ5រហូតមកដល់ប្រភេទនៃកាមសុគតិរហូតទៅដល់បាយភូមិ4នឹងហៅថាបញ្ចវោការភូមិទាំងអស់នេះគឺសំដៅទៅដល់នាមរូបនឹងឯងបុគ្គលដែលកើតមកដល់អំណាចនៃចិត្តដែលបដិសន្ធិបើមិនមានចិត្តបដិសន្ធិទេដែលឈ្មោះថាការបញ្ញត្តិហៅយ៉ាងនេះហ្នឹងគឺមិនមានទេញាតិញោមវាអាស្រ័យចិត្តបដិសន្ធិនិងរូបបដិសន្ធិហ្នឹងកន្លែងខ្លះជារូបបដិសន្ធិកន្លែងខ្លះនាមបដិសន្ធិកន្លែងខ្លះទាំងរូបទាំងនាមបដិសន្ធិហៅថាបញ្ចវោការបដិសន្ធិណាបដិសន្ធិដោយខណ្ឌ5ក្នុងពេលបដិសន្ធិហ្នឹងគឺវាប្រកបព្រមនៅរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណទាំងអស់នេះគឺប្រកបដោយយើងបានឃើញថាមិនមែនសត្វបុគ្គលបុរសស្ត្រីដទៃក្រៅអំពីការកកើតឡើងនៃនាមរូបនឹងទេដោយក្នុងបញ្ចវោការភូមិរបស់យើងកំណើតមនុស្សកើតនៅក្នុងផ្ទៃដំបងជាកលលៈទេយើងដំណក់ទឹកថ្លាស្អាតតូចឆ្មាមែនទេយើងរៀននៅក្នុងរូបបរិច្ឆេទនឹងរួចហ្នឹងណាសង្ស័យអីត្រឡប់ទៅមើលនៅកន្លែងហ្នឹងថ្មដូចគាត់ឲ្យរួចហើយរាប់សប្តាហ៍ប្រហែលទៅហើយសត្វហ្នឹងធំចម្រើនឡើងអាស្រ័យនៅអោជាដែលម្ដាយហ្នឹងទទួលទានទៅអាហ្នឹងក៏គឺហៅកបលីការៈអាហារដែរអាស្រ័យអញ្ចឹងទៅក៏រូបធម៌ហ្នឹងចម្រើនឡើងរូបធម៌នឹងចម្រើនឡើងតែម្ដងទៅវាបែកខ្នែងជា5ណាបែកដៃ2ជើង2ក្បាល1បែកជា5ខ្នែងយូរទៅវាจะតែដោះធំតិចទៅណាប្រកបឡើងនៅភ្នែកតិចទ្រង់ទ្រាយមកជាមនុស្សប្រកបឡើងមក
នេះគឺការធំធាត់ចម្រើនឡើងនៅនាមរូបញាតិញោមនាមរូបធំធាត់ចម្រើនឡើងហើយមិនមែនសត្វបុគ្គលទេគឺនាមរូបហ្នឹងធំធាត់ចម្រើនឡើងធំធាត់ចម្រើនឡើងរហូតដល់គ្រប់ខែប្រសូតចេញពីផ្ទៃម្ដាយកើតមកជាមនុស្សរស់នៅអាស្រ័យដុំបាយកបលីការ៉ាហារ៉ាហ្នឹងអាស្រ័យដុំបាយជាពំនូតបាយទឹកនំចំណីបង្អែមអាស្រ័យការថែរក្សាពិបាកនៅក្នុងការមើលថែណាតាំងពីតូចរហូតដល់ធំមកពិបាកមើលថែហើយរូបរាងកាយវាជាសម្បុកនៃរោគក៏ច្រើនពិបាកនឹងមើលថែឲ្យជារោគថ្នមថ្នាក់គ្រប់យ៉ាងទាំងជាទីកើតឡើងនៅអាការៈដែលមិនស្អាតដូចជាលោគេសាលោមានអាខាតន្តាតចោមាំងសាំងណារូអីនេះអធិមានចឹងវកាំងអីទាំងអស់ជាដើមនេះវាសុទ្ធតែជារបស់មិនស្អាតទេសក់រោមកញ្ចក់ធ្មេញស្បែកអីញាតិញោមពិចារណាមើលអត់មានកន្លែងណាស្អាតទេអញ្ចឹងរបស់ដែលមិនស្អាតនឹងយើងអត់ចូលចិត្តទេអញ្ចឹងត្រូវសម្អាតវារាល់ថ្ងៃសម្អាតរាល់ថ្ងៃសម្អាតសក់សម្អាតរោមសម្អាតស្បែកសម្អាតកញ្ចក់សម្អាតធ្មេញរាល់ថ្ងៃហើយសំណុំនៃរាងកាយដែលប្រកបដូចជាតបោកឌីនេះវាមានរន្ធរបស់វារន្ធធំ9ណាទ្វាចេញមកនៅវត្ថុស្អាតដាក់ចូលដាក់ចេញមកវិញរបស់ដែលដាក់ចូលក៏មិនស្អាតនៅខាងក្នុងហ្នឹងក៏មិនស្អាតដាក់ចេញមកវិញក៏អត់ស្អាតដែរដាក់ចូលទៅខាងទ្វារមាត់ចេញមកវិញយល់មើលចេញមកវិញតាមទ្វារត្រចៀកភ្នែកច្រមុះជួនកាលចេញមកតាមទ្វារមាត់ហ្នឹងវិញចេញទៅតាមឧច្ចារៈបាសាវៈមិនតែប៉ុណ្ណឹងទេណាវាចេញមកតាមរន្ធញើសតូចនីមួយទៀតមានក្លិនមិនល្អទៀតហ្នឹងវាមកអំពីអាហារដែលយើងទទួលទានទៅហ្នឹងវាអត់ស្អាតស្មោកក្រោកហ្នឹងអាហារហ្នឹងគឺជារបស់បដិគោលណាអាហារដែលចូលទៅក្នុងពោះយើងហ្នឹងអាហ្នឹងបដិគោលហ្នឹងលោកឲ្យពិចារណាឃើញហ្នឹងពិចារណាឃើញនៅអាហារហ្នឹងថាជារបស់មិនស្អាតទេមិនឲ្យជាប់ជំពាក់ក្នុងអាហារហ្នឹងទេទាំងដែលចូលទៅខាងក្នុងចេញមកវិញជាអាហារចាស់ក៏មិនស្អាតដែរអញ្ចឹងយើងគិតមើលយើងដាក់ចូលទៅវាមិនមែនកៅមនីទេដាក់ចូលទៅគឺរបស់មិនស្អាតនៅខាងក្នុងក៏មិនមែនជាកន្លែងដែលគេសម្អាតរាល់ថ្ងៃដែរក្នុងកាពះហ្នឹងគឺគ្មានអ្នកណាទៅសម្អាតទេដោយបុគ្គលដែលគេមិនដែលលាងអញ្ចឹងចេះតែជុះអត់សម្អាតទេអញ្ចឹងវាមានក្លិនមិនល្អមានដង្កូវទាំងពោធិ៍សន្តានទ្រង់ទ្រាយហ្នឹងក៏មិនស្អាតដែរហើយចេញមកវិញក៏យើងដឹងច្បាស់ថាវាមិនមែនចេញកៅមនីមកទេទ្វារទាំងឡាយនោះគឺទាំងភ្នែកចូលចេញអាចភ្នែកតិចច្រមុះសុទ្ធតែចេញរបស់មិនស្អាតទាំងទ្វារមាត់ទាំងឧច្ចារៈបាសាវៈហ្នឹងចេញមកមិនដែលចេញកៅមនីឬចេញកៅបន្ទូអីមកទេគឺវាចេញមកលាមកសត្វតែមកក្លិនមិនស្អាតពណ៌មិនស្អាតសន្តានទ្រង់ទ្រាយរបស់វាហ្នឹងក៏មិនស្អាតគួរខ្ពើមរអើមណាមិនមែនសត្វបុគ្គលបរិសុទ្ធត្រីទេអានឹងគួរខ្ពើមអញ្ចឹងសួរថាវាចេញពីណាទៅរបស់មិនស្អាតដែលមិនជាទីពេញចិត្តជាបដិគោលហ្នឹងចេញពីណាមកវាចេញអំពីរាងកាយដែលយើងប្រកាន់ថាអញនឹងឯងហ្នឹងចេញពីសំណុំនៃរូបរាងកាយនេះឯងដែលយើងសម្អាតរាល់ថ្ងៃអាហ្នឹងឯងខ្វល់ខ្វាយសម្អាតតាំងពីតូចរហូតមកដល់ប៉ុណ្ណឹងសម្អាតរាងកាយនឹងរាល់ថ្ងៃហើយមិនអញ្ចឹងធ្លាក់ចុះនៅសំណុំនៃមាននេះទាំងដុំទេណារូបរាងកាយនេះមាននេះនឹងទាំងដុំកើតឡើងមកអាស្រ័យនៅរូបរាងកាយនឹងជាហេតុហើយចិញ្ចឹមអានឹងចិញ្ចឹមថែរក្សាទំនុកបំរុងរាល់ថ្ងៃថែទាំវានឹងសម្អាតដូចជាកន្លែងបង្គន់អញ្ចឹងរូបរាងកាយយើងដូចបង្គន់អញ្ចឹងបង្គន់ធម្មតាគេបន្តបង់កន្លែងហ្នឹងកន្លែងគេបន្តបង់នៅរបស់មិនស្អាតយ៉ាងណាមិញគឺសរីរៈរាងកាយរបស់យើងក៏ដូចគ្នាដែរជាកន្លែងធ្លាក់ចុះមកនៅរបស់មិនស្អាតរាល់ថ្ងៃញើសហូរចេញរាល់ថ្ងៃសុទ្ធតែមិនស្អាតទេភ្នែកហ្នឹងគឺបានលុបមុខទេក៏មិនស្អាតហើយទ្វារទាំងឡាយផ្សេងទៀតក៏ដូចគ្នា
mìnhតែប៉ុណ្ណោះទេសំបីសក់ក្បាលយើងហ្នឹងបើមិនថែទាំវាទេគឺមិនស្អាតទេមានក្លិនមិនល្អមានពួកដង្កូវពួកចៃកើតឡើងកន្លែងទាំងអស់នៃរូបរាងកាយនោះរកកន្លែងណាមួយដែលមិនត្រូវសម្អាតគ្មានទេញ៉ាំយើងសួរថាម៉េចចាំបាច់ត្រូវសម្អាតវាធ្វើអីបើវាស្អាតហើយចាំបាច់សម្អាតធ្វើអីវាអត់ស្អាតហ្នឹងហើយបានត្រូវសម្អាតនោះប៉ុន្តែមនុស្សយើងល្ងងនៅត្រង់ថាខ្វល់ខ្វាយរាល់ថ្ងៃនឹងមានអ្នកជាមួយរូបរាងកាយហ្នឹងទៀតមានអ្នកថាអញស្អាតដល់ហើយស្អាតរំស្អាតហ្នឹងមិនដឹងអស់លេប្រហែលកំប៉ុងអស់លុយបណ្ណាទេទៅកែនោះហើយមិនដឹងខ្វល់រាល់ថ្ងៃហ្នឹងខ្វល់ថែរក្សាប៉ុណ្ណាទេខ្វល់ហ្នឹងញញុំរាល់ថ្ងៃហ្នឹងខ្វល់ណាស់ទៅណាថ្នេរដាក់មកកាយដាក់កញ្ចក់អីទៅតាមខ្លួនទៀតហ្នឹងមើលតាមស្អាតដាក់ចូលទៅបន្ទប់ទឹកសម្អាតវាចេញមិនស្អាតទៅបន្ទប់ទឹកសម្អាតវាចេញទោះយ៉ាងណាក៏ដោយគឺវាជារឿងធម្មតាហ្នឹងវាត្រូវតែសម្អាតចឹងហើយព្រោះរាងកាយជារបស់មិនស្អាតប៉ុន្តែឲ្យយើងដឹងជាអារម្មណ៍នៃកម្មដ្ឋានដឹងជាអារម្មណ៍នៃកម្មដ្ឋានគឺឲ្យយើងឃើញថាវាអត់ស្អាតហ្នឹងគឺជាបដិគោលហ្នឹងហើយទើបយើងគួរនៅណាយមិនមែនជាវត្ថុដែលគួរចាំចម្ពាក់ទេហើយក៏គ្មានតម្លៃដែរហ្នឹងណាអត់មានតម្លៃទេវាជារបស់ដែលតែថាគេមិនដឹងយកទៅធ្វើអីដូចខ្មោចងប់ចឹងអ្នកណាយកទៅធ្វើអីហ្នឹងប្រើបានគេយកទៅប្រើលេងកើតហើយយកទៅធ្វើអីទុកចោលទៅវាទៅជាដីទឹកភ្លើងខ្យល់វិញអស់ទៅវិញ្ញាណក៏ប្រះប្រត់ទៅវិញ្ញាណប្រះប្រត់ទៅភ្លើងធាតុរលត់ទៅអាយុក៏អស់ទៅខ្លាយទៅជាងគាត់អស់រោគប្រយោជន៍គ្មានមិនមានប្រយោជន៍អីប្រហែលទេរាងកាយហ្នឹងណាខ្ញុំគាត់ថាយើងដឹងបែបនេះហ្នឹងយើងត្រឡប់មកមើលអំពីរឿងដែលហៅថាបុគ្គលហ្នឹងវិញគឺហៅលើការបដិសន្ធិរបស់ចិត្តហ្នឹងឯងការបដិសន្ធិរបស់ចិត្តនិងរូបឬក៏ហៅថានាមនិងរូបហ្នឹងបដិសន្ធិមកហ្នឹងហៅថាបុគ្គលនេះបុគ្គលនោះវាអត់មានអីថាសារៈសំខាន់ខ្លឹមសារអីពេកនោះទេទាំងអស់ហ្នឹងណាបន្តិចទៀតហ្នឹងគឺរោគបញ្ញត្តិគ្មានទេដោយព្រះសារីបុត្រកាលនៅជាមាននុកនឹងព្រះមោគលានចឹងកោលិតៈនិងឧបទេសៈណាសម្លាញ់នឹងគ្នាទៅមើលគេរំច្រៀងប្រគំតន្ត្រីមហោស្រពអីនៅលើពូភ្នំកិច្ចកូនសបាយស្អីកាលទៀតបើបារមីវិចាស់ខ្លាដាស់តឿនប្រាជ្ញានឹងកើតឡើងមកដាស់តឿនថាសបាយយ៉ាងម៉េចកើតបើអ្នកច្រៀងអ្នករំក្តីអ្នកមើលក្តីនឹងរស់បាន100ឆ្នាំមកហ្នឹងតែបន្តិចទៀតហ្នឹងរោគបញ្ញត្តិគ្មានទេយើងមិនគួរអីនឹងទៅសបាយភ្លើតភ្លើនជាមួយនឹងរឿងទាំងអស់ហ្នឹងទេគួរតែរកផ្លូវចេញចាក់ទុកកន្លែងហ្នឹងគឺស្វែងរកមោក្ខធម៌ហ្នឹងគឺពួកហិណ្ឌូគេមុខសៈហ្នឹងបើនិយាយថាមុខហ្នឹងហើយបល័យមុខគឺធัวជាគ្រឿងចេញចាកអំពីវត្តដាក់ចេញចាកអំពីវត្តដាក់នេះដែលហៅថាចេញចាកអំពីវត្តដាក់គឺសំដៅទៅដល់ការចេញចាកអំពីការកើតចាស់ឈឺស្លាប់អញ្ចឹងដើម្បីចេញចាកអំពីការស្លាប់វាតតែចេញចាកអំពីឈឺចេញចាកអំពីឈឺវាតចេញចាកអំពីជរាចេញចាកអំពីជរាវាតចេញចាកអំពីជាតិចឹងដំបូងគេគឺត្រូវរកវិធីដើម្បីចេញចាកអំពីជាតិនេះជាតិគឺកិរិយាកកើតឡើងនៃនាមរូបនិងจิตតុហើយកាលណាមានជាតិវានាំឲ្យមានជរាភិធិនិងមរណៈសេចក្តីសោកសឹកសួរទុកទោមនោះទាំងអស់ហ្នឹងវាកើតឡើងព្រោះអាស្រ័យមានជាតិជាបច្ច័យអញ្ចឹងកាលណាមានជាតិហើយគឺការធំចម្រើនឡើងរហូតដល់មានការវ័យចាស់ហ្នឹងវាក៏មានដែរកិច្ចការងារដែលត្រូវធ្វើទាំងឡាយទាំងពួងគឺមានសេចក្តីសោកសឹកសួរគ្រប់យ៉ាងគឺវាតែងតែមានដូច្នេះឯងតើប្រយោជន៍អីនឹងយើងរីករាយជាមួយនឹងរឿងទាំងអស់ហ្នឹងគួរតែស្វែងរកមោក្ខធម៌ចេញចោលឲ្យផុតអំពីការកើតដែលហៅថាជាតិនេះលោកពិចារណាឃើញហ្នឹងអត់សบายកើតទេនៅពេលហ្នឹងហ្នឹងឲ្យជាគ្រឿងពិចារណាយើងក៏ចឹងដែរនៅពេលណាដែលឃើញ
ឃើញថាមនុស្សទាំងអស់គ្នាហ្នឹងគឺមិនអាចដើម្បីនឹងរស់នៅឲ្យបានយូរប្រហែលទៀតទេគ្រប់គ្នានឹងបន្តិចទៀតនឹងរកបញ្ញត្តិគ្មានទេសូម្បីតែឈ្មោះក៏គេមិននឹកដែរតែគេហ្នឹងគេភ្លេចតែឈ្មោះទៅទៀតរូបកាយក៏បាត់ទៅឈ្មោះក៏គេភ្លេចហើយរកបញ្ញត្តិឯណានឹងកើតយ៉ាងរបស់ដែលគេនាំទៅចោលនៅព្រៃបាត់ទៅហើយអវយវៈនឹងខ្លាយទៅជាដីទឹកភ្លើងខ្យល់អត់ហើយមិនអញ្ចឹងទេគេយកទៅដុតចោលទៅវាក៏ទៅតាមនឹងទៅរកបញ្ញត្តិថានឹងយ៉ាងនេះយ៉ាងនោះក៏មិនមានហើយនឹងបានបុគ្គលណាគិតថាបុគ្គលនេះទៅបដិសន្ធិក្នុងទីនេះបុគ្គលនេះទៅបដិសន្ធិក្នុងទីនោះក៏មិនមានអានឹងនិយាយជាសាមញ្ញណាគឺវាមិនមានមិនអាចនឹងបញ្ញត្តិកើតអញ្ចឹងពួកសត្វទាំងឡាយនេះគឺរស់នៅស្ថិតក្នុងសេចក្តីប្រមាទហើយដូច្នេះកាលណាមានសេចក្តីប្រមាទនោះហើយអានឹងគឺប្រកាសណាថាសត្វទាំងឡាយហ្នឹងគឺត្រេកអរតែក្នុងអំពើបាបទេលុះពេលត្រេកអរតែក្នុងអំពើបាបសេចក្តីទុក្ខនោះក៏កើតឡើងមករឿយច្រើនឡើងអ្វីហ្នឹងគឺវាទៅតាមនឹងហ្នឹងទៅតាមការភ្លើតភ្លើនសេចក្តីប្រមាទរបស់សត្វទាំងឡាយហ្នឹងអញ្ចឹងកាលណាយើងរៀនសូត្រទៅយើងចេះដឹងគឺកាត់បន្ថយសេចក្តីប្រមាទហ្នឹងឲ្យបានច្រើនជាពិសេសសេចក្តីប្រមាទនៅក្នុងហើយអារម្មណ៍ផ្សេងដែលខ្លួនឯងបានជួបហើយប្រមាទហ្នឹងបានន័យថាចង់បានអ្វីទាំងអស់ហ្នឹងឲ្យខ្លួនឯងរត់តែច្រើនឡើងបើថាចង់បានទៅតាមធัวអានឹងវារឿងធម្មតាទេដោយថាអ្នករស់ស៊ីត្រូវការចំណេញអ្នករស់ស៊ីចង់បានចំណេញជារឿងធម្មតាទេប៉ុន្តែឲ្យតែវាសុចរិតទៀងត្រង់អ្នកខ្លះគឺចង់បានលើសប្រមាណរហូតទៅដល់ទម្លុះទម្លេនៅសល់ធ្លេកម្មបត់អស់រលីងអាហ្នឹងគឺអស់គុណធម៌ជាមនុស្សហើយមនុស្សធម៌អស់ត្រឹមហ្នឹងហើយអស់ត្រឹមការគ្មានសិលគ្មានកម្មបត់ហ្នឹងអស់មនុស្សធម៌ហើយអស់ធម៌របស់មនុស្សហើយអាហ្នឹងវាមិនមែនឧត្តរីមនុស្សធម៌អាហ្នឹងមនុស្សធម៌ហ្នឹងគឺសាមញ្ញធម្មតាទេបើឧត្តរីមនុស្សធម៌អាហ្នឹងយើងនិយាយទៅដល់រឿងឈានរឿងអភិញ្ញារឿងមគ្គរឿងផលអាហ្នឹងឧត្តរីមនុស្សធម៌ទោះដែលវិសេសក្រៃលែងជាងកុសលកម្មបត់10ពិសេសក្រៃលែងជាងសិល5ប៉ុន្តែកុសលកម្មបត់10និងសិល5នេះគឺចាត់ថាជាមនុស្សធម៌របស់មនុស្សសាមញ្ញធម្មតាតែបើយើងព្រោះតែអាស្រ័យលោភៈចម្រើនឡើងទៅរោគទទួលទានដោយការទ្រុបសិលដោយការមិនមានកម្មបត់អានឹងវាលែងមានភាពជាមនុស្សធម៌ទៀតហើយមនុស្សអត់ធម៌តបាត់ហើយណានៅកាលណាមានសភាពនៃចិត្តអញ្ចឹងចម្រើនឡើងច្រើនទៅយ៉ាងនេះមិនមាននៅសិលជារនាំងទប់ស្កាត់នៅអំពើទាំងអស់ហ្នឹងទេកម្លាំងវារត់តែខ្លាំងកម្លាំងនៃបាបនោះរត់តែខ្លាំងរោបានកាន់តែច្រើនសេចក្តីត្រូវការវាកាន់តែច្រើនរហូតទៅដល់ថារត់តែធ្វើបាបរត់តែលយទៀតធ្វើបាបកាន់តែច្រើនរត់តែមានច្រើនធ្វើបាបលែងជឿថាហ្នឹងវាជាអំពើបាបហើយព្រោះឃើញតែខ្លួនធ្វើទៅវាបានលុយបានសុបាយចាយលុយហឺហាអញ្ចឹងហ្នឹងវាលុបបំបត្តិអស់លុបបាត់ឈឹងទៅមកពងអាបាំងពេញថឹងណាមនុស្សយើងគឺដល់កម្រិតហ្នឹងហើយមានជាប្រកបនៅក្នុងលោកនេះបែបហ្នឹងឯងនឹងហៅថាព្រោះសេចក្តីប្រមាទស្រវឹងវងវែងទៅក្នុងអារម្មណ៍ទាំងឡាយភ័យមិនតាន់មកដល់គឺនៅមិនអាចរកធัวឃើញសេចក្តីទុកប៉ល់ត្រូវបាននឹកឃើញធัวសង្វេគដោយរឿងរ៉ាវនៅក្នុងធម្មបាលមានច្រើនហើយញោមដាប់ទៅដឹងទឹកភ្នែកមិនតាន់ហូររកធัวមិនតាន់ឃើញទេនេះទៅពេលទៅទឹកភ្នែកហូរមករកទីពឹងបានតែរកធัวសេចក្តីទុកនឹងវាញ៉ាំងសទ្ធាឲ្យកើតឡើងណាគណៈមានសទ្ធាកើតឡើងហើយសទ្ធាហ្នឹងគឺវាដឹកដៃដឹកជើងដើរទៅរកសប្បុរសនៅពេលណាដែលវាដឹកជើងដើរទៅរកសប្បុរសសទ្ធាហ្នឹងក៏ឈ្មោះថាញ៉ាំងនៅបញ្ញាឲ្យកើតឡើងពេលដែលមានបញ្ញាចម្រើនឡើងបញ្ញានោះឯងនឹងញ៉ាំងនៅកុសលធម៌ដ៏ច្រើននៅចម្រើនឡើងព្រោះអាស្រ័យការបានខ្សែគប់នៅសប្បុរសខ្សែគប់សប្បុរសវាជាហេតុឲ្យបាននៅធម្មសាវណៈការស្ដាប់ធម៌អញ្ចឹងសេចក្តីទុកកើតឡើង
đây tục cả lá nằm ở sát thia chìm ra nằm ở châu từ sa bờ cá châu từ sa bờ nằm ở miền cá sấu thua nằm ở chìm ra từ đại pranya smara đấy miền pranya smara đấy nằm ở chìm ra của sa là thua đại chả Keriya kịch trời đã là vô ni sao mà sẽ cả ra nó có cả là không phải nâng này kịch trời vichara trời không phải nâng này cứ pe đại miến bành nhá chìm ra làm nên sầm bồ chẳng đối mà nấu sầm vàng chẳng trên là bị sầm vàng nó đằng luôn xoàng trẻ mà định ông lì mè chẳng hạn như ông lì mè nó mà nấu sầm vàng lạnh sầm vàng cùng làm sầm vàng nai sầm vàng cột vàng đằng đó rồi hồ đã nhẹ luôn đòi bịa trầm để ta thà quật chọc ai nè ai tê làm toàn chọc nó chọc từ trong thợ bạc từ thà quật chọc thợ bạc hay đã cho nơi ảnh nhà con ông sa tận buông chỉ niệm miền lại liền sạch mình bị biến sạch tê để cho nên ta thà quật mua tha chỉ niệm chọc hơi anh nè để mua tha mình toàn chọc rồi nè nữ mình đã cho ảnh nhà con ông sạch từng lại nơi miền đây rồi lại đòi chim nơi biển biên bộ sạch từng lại để cho nên tục chỉ nè chọc có mua tha mình toàn chọc đây và nát đăng khuôn ấy đăng khuôn thảo mà nơi mình toàn chọc nằm cả biên sạch nó lại thế chẳng bốn ba rồi mây để làm xò máu vì đạt tường nằm về nơi này xong buộc tới nó vậy những cái bạn này thầm mấy bạn này thà âm bơ ba đây nè mình toàn chọc vỡ nè chúng một tha nơi tại đa rồi khô hay âm bơ ba na là dương mình toàn chọc vỡ những ông chúng một thầy dương cầm phong tại đa rồi hốt nước non sang xa rồi vót admin ti bệnh chọc thì có miếng cái lại là mũi đầy chỉ ti chọc sầm rạp sát đạm tô từ non sang xa rồi vót này pro sát từng lại nó thưa âm bơ ba nơi để thưa âm bơ ba nơi tại biển nè đặt đây chẳng xua thảo vọt đã nó chọc nó về nè các con này sang xa để trả đi vì mình chọc tê nơi tiểu vơ nè nơi tiểu vơ rồi hồn chẳng pro cùng lăng đấy vợ ba đại luôn nó mình toàn ban chọc là lời ông liền biết lúc vô là lại nữa vô thảo toàn chọc được về ná sang xa để vọt nơi mình chọc ca cặp ca sầm lạp khnia nên nơi thái mình chọc nơi tiểu miền chẳng đôi chân này hãy xô mọi luôn ấy nó chọc đây bọn bụng bò tới nó về đây bọn bụng bò hai cứ chung một thằng lộn nướng bán bánh chộp hai chỉ diệm bánh chộp và miệng sạch rồi hô đờ từ này sao bạn kể lại lấy chộp ấy nhận ở miền cao thì thế lại nữa nơi thì dơ người ta toàn chộp chụp thôi chụp bài đấy chộp tịch từ lệch từ luôn từ tiền này đào từ tiền đó ní cứ trong vấn đề thà đồng nào này cả mình đồng nào này cả biển sát mình đã cho nơi ảnh nhà cái nó bộ sát từng lái cái nơi tay bẩn to chẳng như là muốn chọc đài tới nó nhận được muốn chọc thử bạc chọc ấy tư miền sờ pram xa cầm một bọt để ban chọc lọt chỉ vật chỉ vài nó về tập bản năng anh cả sự thầy nó gồm cùng thằng ngọt này không miền được nào rồi là hồ tê chỉ vật miền tây một phật cướp này chẳng thì cái đấy sẽ làm miền tây một phật chẳng dương toàn sờ bái ở chất phong nó nơi khmer sạch phong ở lạnh luôn này toàn ở chất phong cho riêng một đợt bạn sờ bái chiều toàn ở chất vì phía mình miền rô phong chia thị cho một đợt bạn mình toàn trong ngọt phóng trong nơi ruộng sờ bài mới cồn mới trái mẹ là nãy cho một đợt bạn vì rốt một cắt một là hôn đấy nhận được vì mình bên bánh chốt vì mình chốt tiền đúng không rốt một cắt một nhiều là hôn hay đừng nói những vi sắp tới chi và thuốc đây mình chỉ tì trở cả để cho thì không biết là nãy trong chả trong chiều trong sạch thì không biết là nãy trong pra này để chả là bó chỉ tì sờ lạnh thì cứ luôn mà nè nè đợt tây nâng cái đây luôn cái đấy sót để trong ban trong sóc trong ban rồi bó đây luôn sờ lạnh bình chất trong nơi chụp trong cồn trà
ព្រោះហេតុនោះឯងបានជាយើងត្រូវដឹងថាយើងមិនគួរដើម្បីទៅបៀតបៀនអ្នកណាម្នាក់ឡើយព្រោះសត្វទាំងឡាយទាំងតូចទាំងធំសុទ្ធតែមានក្តីស្រឡាញ់មានកូនមានចៅចង់រស់នៅជាសុខដូចគ្នាយើងកាលណាបៀតបៀនអ្នកដទៃនឹងត្រូវអ្នកដទៃបៀតបៀនវិញអានឹងវាប្រកបចឹងណាចឹងដើម្បីបញ្ឈប់អំពើបាបដាក់មេត្តាឲ្យបានច្រើនចំពោះសត្វទាំងឡាយសត្វទាំងឡាយស្ថិតនៅក្នុងអំណាចរបស់មេត្តាយើងណាដល់ហើយទៅសំបីអាពាក្យសម្ដីនិយាយចង់ឈ្នះចាញ់គ្នាហ្នឹងក៏មិនបាច់ចង់ទេមែនណានិយាយចង់ឈ្នះចង់ចាញ់គ្នាហ្នឹងទៅឈ្នះចាញ់គ្នាបានអីវាអត់ហ្នឹងណាមិនបានអីបកែទៅគេលេងនិយាយរស់អស់លេងបកែពេកនិយាយចង់តែឈ្នះគេធ្វើអីចង់តែឈ្នះចង់តែខ្សែលើគេយូរទៅនៅតែឯងបណ្ដោយគេលេងចង់និយាយរស់នឹងបកែពេកនឹងជារឿងប្រកបវិជ្ជាញាតិរឿងនៅក្នុងលោកនេះគឺអញ្ចឹងចឹងធัวនាំឲ្យបានសុខរឿងធัวនាំឲ្យបានសុខបុគ្គលមិនតាន់មានសទ្ធាក៏បីញ៉ាំងសទ្ធានោះឲ្យកើតឡើងមិនតាន់បានចូលរោគសប្បុរសសទ្ធាហ្នឹងគឺក៏បីញ៉ាំងឲ្យហើយសទ្ធាកើតឡើងក្នុងសន្តានរបស់ខ្លួនហើយនាំខ្លួនចូលទៅរោគសប្បុរសមិនតាន់បានស្ដាប់ធัวក៏បីស្ដាប់នៅធัวមិនតាន់បានចម្រើនប្រាជ្ញាក៏បីចម្រើនដោយប្រាជ្ញាកើតមិនតាន់មានសិលក៏បីឲ្យមានសិលនឹងមិនតាន់មានហ្នឹងត្រូវធ្វើឲ្យមានព្រោះជាគុណធម៌ដែលត្រូវចម្រើនឡើងថ្ងៃនេះអាត្មាក៏មានរៀនឲ្យបន្តទៀតណាទី6សមមិញគឺដល់សោតាបត្តមេកថានបុគ្គលឥឡូវទី6ដាក់លេខ6លេខ6ឲ្យសរសេរដូចថ្ងៃមុនអញ្ចឹងបុគ្គលណាដែលដល់ព្រមបុគ្គលណាដែលដល់ព្រមបុគ្គលណាដែលដល់ព្រមដោយខណៈទាំង3នៃនាមរូបនៃនាមរូបដែលកើតតាមសំគួរដែលកើតតាមសំគួរតាំងពីសោតាបត្តមគ្គនន្តរផលវែងតិចណាតាំងពីសោតាបត្តមគ្គនន្តរផលតាំងពីសោតាបត្តមគ្គនន្តរផលបើកកញ្ចក់ហ្នឹងពីយកកន្លែងហ្នឹងទៅផលដែលកើតម្រានពញករណីកម្មាទោសទៀតកន្លែងសោតាសរសេរថាម៉េចទៀតកណាសោតាអត់ចេះសរសេរសោតាសោតាចេះហើយកន្តែកន្លែងបន្តទៀតសោតាបត្តបតជាងតស្រអិបត្តមគ្គនន្តរផលមោគួយជាងគោស្រអេណូនួយជាងតរនន្តរផលផលោផលតើណាតាំងពីសោតាបត្តមគ្គនន្តរផលនិយាយចឹងដូចជាបាត់ញោមបាសិកាកល្យាណអត់ដែលឃើញចូលរៀនចា
Cần đôi mua tiền. Cho thế Cho ta tiền. hãy đôi chứ mùa Cần đã con pre bên tiền. sang xạ thị đá đấy ấy Cần lộn cha. chẳng sang xạ thị đá chứ còn ngặt chừng này sang xạ thị đá mùa mình dùm lại tới mùa đã mùa chẳng chẳng rất bro đó sao ta bắt được mẹ kia nằm tại rạng phò bà vùng cái trò mất sẽ ta phò đại cả phò đại cảបន្ទាប់ពីសោតាបត្តមៈផលដែលកើតបន្ទាប់ពីសោតាបត្តមៈបាត់វងកញ្ចក់វិញមកសរសេរតរហូតដល់វោទានរហូតដល់វោទានវោស្រៈអោតួស្រៈអេដល់ណូវោទានសរសេរតខាងមុខសកតាគាមិមគ្គចិត្តខាងមុខសកតាគាមិមគ្គចិត្តបុគ្គលនោះឈ្មោះថាសោតាបត្តផលដ្ឋានបុគ្គលសោតាបត្តផលដ្ឋានបុគ្គលខណ្ឌម្ដងទៀតណាបុគ្គលណាដែលដល់ព្រមដោយខណៈទាំង3នៃនាមរូបដែលកើតតាមសំគួរតាំងពីសោតាបត្តមគ្គអនន្តរាផលរហូតដល់វោទានខាងមុខសកតាគាមិមគ្គចិត្តបុគ្គលនោះឈ្មោះថាសោតាបត្តផលដ្ឋានបុគ្គលខានមកហ្នឹងបានបុគ្គលមួយទៀតដែរអានឹងតបបញ្ជាក់ឲ្យច្បាស់អញ្ចឹងអានឹងបានត្រូវរឿងរៀនតបបញ្ជាក់ឲ្យច្បាស់អញ្ចឹងបើគេសួរបុគ្គលដែលជាផលដ្ឋានបុគ្គលហ្នឹងបុគ្គលណាអានឹងយើងថាសោតាបត្តបុគ្គលហ្នឹងផលដ្ឋានបុគ្គលហ្នឹងនៅមិនតាន់ជាច្បាស់ទេយើងតើបញ្ជាក់ហ្នឹងតើពីត្រង់ណាមកបុគ្គលហ្នឹងចឹងដែលហៅថាសោតាបត្តផលដ្ឋានបុគ្គលហ្នឹងគឺយើងចាប់ផ្ដើមអំពីផលដែលកើតបន្តអំពីមគ្គមកព្រោះនៅក្នុងមគ្គវិថីគឺមគ្គមួយខណៈហើយផលអាច2ទៅ3ខណៈចឹងចាប់អំពីផលដែលកើតបន្តពីមគ្គហ្នឹងមកចាប់ពីហ្នឹងមកហើយរហូតទៅដល់ណាថារហូតទៅដល់វោទានខាងមុខសកតាគាមិមគ្គចិត្តនៅក្នុងមគ្គវិថីនៅក្នុងសកតាគាមិមគ្គវិថីអញ្ចឹងវាមានប្រវាំងវិចារណៈប្រវាំងកុបឆេតៈមនោធិរវចនៈបរិកម្មឧបចារៈអនុឡោមវោទានអត់មានកោតភូទៀតណាគឺវោទានជំនួសកន្លែងហ្នឹងអញ្ចឹងអាត្រង់កន្លែងវោទានហ្នឹងខាងមុខវោទានហ្នឹងគឺខាងមុខសកតាគាមិមគ្គចិត្តហ្នឹងត្រឹមហ្នឹងឯងខ្ញុំអញ្ចឹងចាប់ពីត្រឹមហើយសោតាបត្តផលដែលកើតបន្តពីសោតាបត្តមគ្គទៅទល់នឹងវោទានខាងមុខសកតាគាមិមគ្គអានឹងបុគ្គលនឹងត្រឹមប៉ុណ្ណឹងគេហៅថាសកតាគាមិផលសោតាបត្តផលដ្ឋានបុគ្គលអានឹងត្រឹមប៉ុណ្ណឹងហើយបុគ្គលនេះគឺទោះបីជាបានសោតាពីមនុស្សនេះទៅហើយកើតក្នុងទេវលោក
ច្រើនដងទៅណាទៅណីទៅព្រំអីហ្នឹងក៏ដោះនៅតែសោតាបតិផលដ្ឋានបុគ្គលអញ្ចឹងនៅតែហៅអញ្ចឹងព្រោះមិននៅការសោតាពីមនុស្សហើយស្រាប់តែទៅចុតតេទៅបដិសន្ធិក្នុងទេវលោកឬក៏កើតមនុស្សទៀតស្រាប់តែខ្លាយជាបុថុជនវិញមិនមែនណាខ្ញុំអត់ទេតែសោតាហើយមួយជីវិតមួយជីវិតមួយអត្តភាពទៅហ្នឹងគឺសោតារហូតហ្នឹងឯងរហូតទៅទល់នឹងសកតេគេមានមគ្គចិត្តកើតឡើងក៏ឈ្មោះផ្សេងទៅជាបុគ្គលហ្នឹងទៅជាសកតេគេមានមគ្គដ្ឋានបុគ្គលទៅវិញហើយចឹងអានេះបាន6ទី6មួយទៀតដាក់ទីលេខ7ចាប់ពីហ្នឹងទៅគឺស្រួលទាំងអស់ហើយដូចទៅស្តៀងគ្នាទេលេខ7បុគ្គលណាដែលកើតកំពុងកើតបុគ្គលណាដែលកើតបុគ្គលណាដែលកើតបើកវងកញ្ចក់មកកំពុងកើតបិទវងកញ្ចក់វិញបុគ្គលណាដែលកើតបើកវងកញ្ចក់កំពុងកើតបិទវងកញ្ចក់វិញមកក្នុងខណត្តយៈសមង្គីក្នុងខណត្តយៈសមង្គីនៃសកតេគាមិមគ្គចិត្តនៃសកតេគាមិមគ្គចិត្តបុគ្គលនោះឈ្មោះថាបុគ្គលនោះឈ្មោះថាសកតេគាមិមគ្គដ្ឋានបុគ្គលបុគ្គលនោះឈ្មោះថាសកតេគាមិមគ្គដ្ឋានបុគ្គលខណ្ឌលោកចាស់គ្រូទៀនកណាសមកាសតិទៀនត្រង់កន្លែងចាប់ពីក្នុងខណត្តយៈសមង្គីនិងសតិគាមិមគ្គចិត្តរួចហើយបុគ្គលចឹងឯទៀនបុគ្គលនោះឈ្មោះថាហ្នឹងករណីទៀនឈ្មោះថាអីឈ្មោះថាសកតេគាមិមគ្គដ្ឋានបុគ្គលករណីអរគុណទេខណ្ឌបុគ្គលនោះឈ្មោះថាសកតេគាមិមគ្គដ្ឋានបុគ្គលខណ្ឌមកនឹងបាន7ពួកហើយនៅសល់បន្តិចទៀតទេនេះគឺយើងសំដៅដល់សកតេគាមិមគ្គចិត្តដែលកំពុងកើតឡើងក្នុងខណៈទាំង3ខណៈទាំង3គឺបតិអថេតិភង្គៈហ្នឹងហើយគេហៅថាខណត្តយៈសមង្គីសមង្គីនេះប្រែថាដល់ព្រមឬក៏ថាបរិបូរដល់ព្រមឬក៏ថាបរិបូរដោយខណៈទាំង3គឺមានន័យថាមគ្គចិត្តកើតមួយខណៈហ្នឹងវាដល់ព្រមដោយខណៈតូច3អញ្ចឹងហ្នឹងហើយត្រឹមប៉ុណ្ណឹងគេហៅថាសកតេគាមិមគ្គដ្ឋានបុគ្គលហើយតែមួយខណៈចិត្តទេខ្ញុំប៉ុណ្ណឹងឯងចុះបន្តមកបងលេខ8ចិត្តចប់ហើយថ្ងៃហ្នឹងប្រហើយហ្មងទៅណាយើងសេច្រើនតិចណារត់ដៃបងលេខ8បុគ្គលណាដែលដល់ព្រមដោយបុគ្គលណាដែលដល់ព្រមដោយបុគ្គលណាដែលដល់ព្រមដោយខណៈទាំង3នៃនាមរូប
ខណៈទាំង3នៃនាមរូបខណៈទាំង3នៃនាមរូបដែលកើតតាមសំគួរដែលកើតតាមសំគួរតាំងពីសកតេគាមិមគ្គានន្តរផលតាំងពីសកតេគាមិមគ្គានន្តរផលតាំងពីសកតេគាមិមគ្គានន្តរផលរហូតដល់វោទានរហូតដល់វោទានខាងមុខអនាគាមិមគ្គចិត្តខាងមុខអនាគាមិមគ្គចិត្តបុគ្គលនោះឈ្មោះថាសកតេគាមិផលដ្ឋានបុគ្គលសកតេគាមិផលដ្ឋានបុគ្គលខណ្ឌខណ្ឌនេះគឺមិនខុសអីអំពីសោតាបតិផលដ្ឋានបុគ្គលទេណាញាតិញោមមិនខុសគ្នាទេនឹងយើងពិនិត្យទៅមើលពីអាហ្នឹងសោតាបតិផលដ្ឋានបុគ្គលគឺចាប់អំពីសោតាបតិផលដែលកើតបន្តអំពីសោតាបតិមគ្គរហូតមកទល់នឹងខាងមុខហ្នឹងគឺត្រង់កន្លែងវោទានណាអញ្ចឹងមកទល់កន្លែងវោទានខាងមុខសោតាខាងមុខសកតេគាមិមគ្គចិត្តនិងសោតាបតិផលដ្ឋានបុគ្គលដល់ពេលអាណាសកតេគាមិផលដ្ឋានបុគ្គលនេះគឺចាប់តាំងអំពីផលសកតេគាមិផលដែលកើតបន្តអំពីសកតេគាមិមគ្គចិត្តរហូតមកទល់នឹងវោទានខាងមុខអនាគាមិមគ្គអាហ្នឹងគេហៅថាសកតេគាមិផលដ្ឋានបុគ្គលនេះនឹងចំណាំតែប៉ុណ្ណឹងទៅគឺតគ្នាមកអញ្ចឹងរហូតដែរអញ្ចឹងទៅមុខទៀតអាត្មាមិនបាច់ពយល់ច្រើនទេហើយឲ្យគាត់យល់តែម្ដងព្រោះដូចតែគ្នាទេអញ្ចឹងចុះបន្តមកបងលេខ9បុគ្គលណាដែលកើតបើវងកញ្ចក់នោះកំពុងកើតបិទវងកញ្ចក់វិញក្នុងខណតយៈទាំងក្នុងខណតយៈសមង្គីក្នុងខណតយៈសមង្គីក្នុងខណតយៈសមង្គីនៃអនាគាមិមគ្គចិត្តនៃអនាគាមិមគ្គចិត្ត
បុគ្គលនោះឈ្មោះថាបុគ្គលនោះឈ្មោះថាអនាគាមិមគ្គដ្ឋានបុគ្គលអនាគាមិមគ្គដ្ឋានបុគ្គលខណ្ឌបានមួយទៀតចុះបន្តបងលេខ10បងលេខ10បុគ្គលណាដែលដល់ព្រមបុគ្គលណាដែលដល់ព្រមដោយខណៈទាំង3នៃនាមរូបនៃនោសអាយទេដោយខណៈទាំង3នៃនាមរូបដែលកើតតាមសំគួរដែលកើតតាមសំគួរតាំងពីអនាត្រូវហើយតាំងពីអនាគាមិមគ្គនន្តរផលអនាគាមិមគ្គនន្តរផលរហូតដល់វោទានគ្រូទានសំកន្លែងអនាគាម្ដងទៀតទានអនាគាមិមគ្គនន្តរផលនន្តរបងណូយ៉ាងតរនន្តរផលរហូតដល់វោទានរហូតដល់វោទានខាងមុខអរហត្តមគ្គចិត្តអរហត្តមគ្គចិត្តបុគ្គលនោះឈ្មោះថាបុគ្គលនោះឈ្មោះថាអនាគាមិផលដ្ឋានបុគ្គលអនាគាមិផលដ្ឋានបុគ្គលខណ្ឌបានមួយទៀតហើយនៅសល់2ទៀតចុះបន្តមកបងលេខ11បងលេខ11បុគ្គលណាដែលកើតបុគ្គលណាដែលកើតបើវងកញ្ចក់មកកំពុងកើតបាត់វងកញ្ចក់វិញកំពុងកើតបាត់វងកញ្ចក់វិញក្នុងខណតយៈសមង្គីក្នុងខណតយៈសមង្គីនៃអរហត្តមគ្គចិត្តនៃអរហត្តមគ្គចិត្តបុគ្គលនោះឈ្មោះថា
បុគ្គលនោះឈ្មោះថាអរហត្តមគ្គដ្ឋានបុគ្គលអរហត្តមគ្គដ្ឋានបុគ្គលខណ្ឌចូលបន្តមកបងលេខ12បងលេខ12បុគ្គលណាដែលដល់ព្រមបុគ្គលណាដែលដល់ព្រមដោយខណៈទាំង3នៃនាមរូបដោយខណៈទាំង3នៃនាមរូបដែលកើតតាមសំគួរដែលកើតតាមសំគួរតាំងពីអរហត្តមគ្គានន្តរផលអរហត្តមគ្គានន្តរផលអរហត្តមគ្គានន្តរផលរហូតដល់បច្ឆមចិត្តរហូតដល់បច្ឆមចិត្តរហូតដល់បច្ឆមចិត្តបើវងចំហ្នឹងញ៉ឹងបើវងចំហ្នឹងសរសេរកាយលអត់យល់ទៅពេលហ្នឹងចតតិចិត្តបរិណិព្វានបើវងចំមកចតតិចិត្តបរិណិព្វានបាត់វងចំវិញចតតិចិត្តបរិណិព្វានចតតិចិត្តបរិណិព្វានបើវងចោលវិញមកបាត់វងចោលវិញសរសេរតបុគ្គលនោះឈ្មោះថាបុគ្គលនោះឈ្មោះថាអរហត្តផលដ្ឋានបុគ្គលអរហត្តផលដ្ឋានបុគ្គលខណ្ឌហ្នឹងហើយប៉ុណ្ណឹងហើយ12ពួក12ពួកនេះគឺសម្រាប់អរិយបុគ្គល8ពួកយើងចាំតែ2ពួកខាងដើមបានហើយក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់គាត់នៅចំណាំបន្តិចទៅយើងចាំតែសោតាបត្តមគ្គដ្ឋានបុគ្គលសោតាបត្តផលដ្ឋានបុគ្គលនឹងវាចង់ទិញឲ្យចាំទិញតែពីរហ្នឹងចាំខាងក្រោយទៀតគឺដូចគ្នាទាំងអស់ហ្នឹងហើយបើមិនអញ្ចឹងទេយើងមិនចង់ទិញឲ្យចាំទេយើងគ្រាន់តែចាំត្រួសថាត្រឹមណាជាអរិយបុគ្គលមកទល់
ផ្ទាល់គ្នានឹងត្រឹមណាអរិយបុគ្គលមានសង្កាត់ដែរណាត្រឹមណាគុណធម៌ត្រឹមណាហើយចិត្តនឹងនៅត្រឹមណាហៅថាអរិយបុគ្គលថ្នាក់នេះចឹងចំណាំចឹងនឹងមាននៅក្នុងសភៅដែលយើងគាត់មិញអស់ហើយកាលណាយើងចំណាំទៅបើយើងអត់ចាំជួនជាអ្នកអញ្ចឹងទាំងអស់ទេណាញោមតែបើសម្រាប់រៀនប្រឡងអីហ្នឹងគេត្រូវចាំទាំងអស់បានសរសេរទៅវាអត់មានខុសគេឲ្យបន្ទុកជាប់មិនចឹងចេះតែសរសេរតាមនឹកឃើញធ្លាក់ក្តុកហើយចាំស្អែកចាំរំលឹកបន្តិចទៀតទៅបានហើយប៉ុណ្្នឹងហើយញោមនៅទីក្រុងសែនខ្លាំងហើយមកទៅបានភ្លៀងភ្នំពេញឡើងលិចនៅលើភ្នំអត់មានអ្នកសែនអត់ភ្លៀងធ្លាក់ពី3ដំណក់ក៏ទៅអ្នកសែនខ្លាំងណាស់ហៅភ្លៀងបានហៅខ្យល់បានតិចទៀតហ្នឹងអ្នកមានលុយសែនហ្នឹងឲ្យខ្មោច